ហើយចាំលេងឡាប់អត់តាមចឹងគេខាងលោកនេះបកឲ្យបកផងខ្ញុំតាមឡាអត់ទៅក្នុងនេះសម្បត្តិខហើយទៅយ៉ាងនេះទៅតាមឲ្យតាមផងវិញជាជួនមកមានយើងយូរច្រើននោះបងក៏ដូចទៅលុយតាមនិយាយទៅខ្ញុំកណាខាងហើយខ្ញុំកណាកាន់ពុទ្ធសាសនាដែរតែធ្វើជាដល់បងតែទៅតាមខ្ញុំតាមទេខ្ញុំកណាយល់ហើយយល់តាមម៉េចខ្ញុំហៅថាកំពុងធ្វើគេបងឆ្នាំងាងក្នុងទីត្បូងមិនដល់នេះទៅចោលលេងចេះតាមមកទៅយើងយកបងតបបានមិនតាមកម្មនេះពុទ្ធសាសនាលោកកណាកាន់តាឈប់សិនតាសម្រាប់មិនបន្តិចតាលោកតាគាត់តែឃើញលោកសង្ឃបើកឡានលោកតាលេងដាក់កប់បាត់ហើយអូយលោកតាតលាក់មិនបន្តិចសិនមកថយមិនបន្តិចសិនមកតាឬក៏តាចង់បើកខ្លួនឯងបើនេះតិចតាឡើងទៅបើកខ្លួនឯងទៅតាព្រះអង្គចាស់មិនបាច់បើកទេឲ្យកណាបើកទៅអញ្ចឹងចាំសុំនិគុណសុំព្រះអង្គម្ចាស់មកឲ្យព្រះអង្គចាស់ចុះសិនមកហើយតាឡើងទៅបើកម្ដងទៅតាសម័យនេះហើយតាគួរតែគិតណាពួកអាចចោលសៀមនេះអាកាពូជសៀមនេះវាមិនដែលខ្វល់ថាតាទេហើយមិនដែលខ្វល់ថាពីខុសង្ឃយាយជីតាជីក្មេងចាស់ប្រុសស្រីណារៀនមិនបានរៀនវាខ្វល់ទេឃើញតាដឹងស្រាប់ឲ្យតាឃើញស្រាប់ឲ្យតាឃើញនឹងភ្នែកតាហេតុអីក៏តាមិនដកឃ្លាមិនបន្តិចទៅតាថយមិនបន្តិចមកតាក៏ម៉េះតាកុំដល់ថ្នាក់នឹងតាពេលខ្លះយល់ថាប្រសងបើកនឹងបើកឡាននឹងខុសអត់ខុសហើយថាត្រូវអត់ហើយក៏មិនសមដែរប៉ុន្តែសម័យនេះហើយតាមើលផងឥឡូវនេះពេលនេះយើងកុំទាន់ដកឃ្លាមិនបន្តិចសិនដាក់ចុះមិនបន្តិចសិនមកតាគិតឲ្យបានឃើញភិក្ខុសង្ឃអង្គនេនព្រះអង្គចាស់គ្រប់ព្រះអង្គណាបានទៅអញ្ចឹងសាធុណាស់ពិតជាសាធុណាស់សូម្បីតាលោកគ្រូយកសញ្ញាក៏លោកសង្ឃតកាថាភិក្ខុសង្ឃអង្គនេនអីសូមងើបជួយធ្វើអ្វីបានក៏ធ្វើចោះហើយលោកគាត់តែបើកឡានដឹកស្បៀងសោះចែកជូនដល់ជនសុភាសិកសោះចែកជូនដល់អ្នកអត់ខ្វះខាតកំពុងតែមានបញ្ហាកំពុងតែត្រូវការជំនួយណាតាហើយតាធ្វើអញ្ចឹងបានអីមកវិញឬមកគេតាមសុខចិត្តចង់បើកខ្លួនឯងតាខ្ញុំដូចជាមិនយល់តាត្រូវតែយល់ណាជាតិសាសនាព្រះមហាក្សត្របើសិនជាជាតិយើងបាត់បង់តើសាសនាមកពីណាសាសនាមានទេតាគិតមើលតើសាសនាមានអត់ពួកអាចចោលសៀមពួកអាកពូជសៀមវាមិនដែលទាំងខ្វល់ផងវាមិនដែលខ្វល់តាមពិខុសង្ឃមកអាចអត់បាញ់ទេវត្តអារាមអាចអត់បាញ់ទេនិយាយជីតាជីអីក្មេងកំព្រីអីក្មេងចាស់ប្រុសស្អីឬក៏មនុស្សចាស់អីណាអាចអត់បាញ់អត់ទេវត្តអារាមគាត់មកខ្ទេចតាមមើលស្ពានមន្ទីរពេទ្យផ្លូវថ្នល់សាលារៀនក្មេងចាស់ទាំងអស់វាដែរខ្វល់ទេពួកអាចចោលសៀមពួកអាកពូជសៀមនេះវាដេរឆាណាវាចង់បានទឹកដីហើយវាចង់បានប្រាសាទយើងជាពិសេសចង់បានរបស់យើងដែលជារបស់ខ្មែរទាំងអស់វាចង់គ្រប់គ្រងវាចង់យកទាំងអស់តាត្រូវគិតដកឃ្លាមិនតិចមកតាហើយតាគិតនឹងមិនហើយខ្ញុំសូមអធិស្ឋានផងហើយបើសិនជាមានភិក្ខុសង្ឃបានជួយជ្រុំជ្រែងគាត់បានពុះពីគាត់បានជួយខ្នះខ្នែងហើយវត្តគឺជាទីកន្លែងយល់ទីសក្ការៈបូជាប៉ុន្តែឥឡូវនេះក៏ជាកន្លែងដែលសម្រាប់ផ្ដល់ជាជំនួយផ្ដល់ជាស្បៀងដល់ជនភៀសផ្សេងក៏ជាកន្លែងស្នាក់នៅដល់ជនភៀសផ្សេងហើយភិក្ខុសង្ឃគាត់មិនបានតនេទេកំពុងតែប្រទេសយើងកំពុងតែមានបញ្ហាត្រូវការជំនួយមើលភិក្ខុសង្ឃមានទំនេរអត់គាត់បានជួយខ្នះខ្នែងតាគួរតែដកឃ្លាបន្តិចមកពេលខ្លះតាគួរតែគិតណាសូមតាត្រូវតែយល់បើសិនជាពេលដែលយើងអត់មានសង្គ្រាមឃើញទេភិក្ខុសង្ឃអាស្រ័យដល់ទៅលើប្រជាពលរដ្ឋអាស្រ័យទៅលើពុទ្ធបរិស័ទលោកតាលោកយាយបងចាស់ប្រុសស្រីអំពូមីងទាំងអស់នឹងហើយតែឥឡូវប្រទេសយើងកំពុងមានបញ្ហាបើឃើញភិក្ខុសង្ឃអង្គនេនកំពុងធ្វើអញ្ចឹងតាដកឃ្លាបន្តិចមក